ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់ប្រាប់វិធីសាស្ត្រវិធីសាស្ត្រងាយបំផុតណាហើយដែលយើងអាសាដែលយើងឧស្សាហ៍ដែលយើងទៅរੂគេកុកខ្យល់ឬក៏យើងពិបាកខ្លាំងយើងទៅរੂឲ្យពេទ្យចាក់ថ្នាំបតោសេរ៉ូមអីចឹងណាអញ្ចឹងសម្រាប់អាការៈហ្នឹងដូចជាយើងចុកចុងដង្ហើមញ៉ាំបាយមុខណាខ្ញុំលើកឧទាហរណ៍នេះកូនខ្ញុំនេះសម្រាប់បងប្អូនណាដែលមានអាការៈចុកកន្លែងចុងដង្ហើមនេះចុកចុងដង្ហើមហើយណែនកាងពោះណាណែនកាងពោះជាហៀងvậyចុកចុងដង្ហើមកាងពោះមិនដើរខ្យល់ហើយឬមួយក៏យើងប៉ោងពោះមិនដើរខ្យល់ហើយវាចុកមកចុងដង្ហើមនេះតែខ្នងវិញអញ្ចឹងអាការៈសម្រាប់អាការៈដែលយើងចុកចុងដង្ហើមហើយកាងពោះមិនដើរខ្យល់ហើមពោះហើមហល់ភ្លាមហ្នឹងណាអត់ដើរខ្យល់អានេះគឺជាវិធីសាស្ត្រងាយធ្វើភ្លាមបាត់ភ្លាមណានេះបងប្អូនមើលសាច់ច្រឡកយើងនេះសាច់ច្រឡកយើងពីនឹងមកអាហ្នឹងក៏មានសរសៃឈាមដែលរត់ច្រើនជាងគេហើយធំជាងគេតាមសាច់ច្រឡកហ្នឹងពីសាច់ច្រឡកហ្នឹងមកសេញច្រឡកទាំងសងខាងនេះរហូតមកដល់តាគៀកក្រោមហ្នឹងហ៎មកដល់តាគៀកក្រោមនេះអញ្ចឹងសម្រាប់អាការៈដូចខ្ញុំរៀបរាប់ខាងដើមគ្រាន់តែយើងយកបង្អប់ដៃយើងយើងសកត់សាច់ច្រឡកទាំងសងខាងហ្នឹងយើងសកត់ហើយស្លីvậyឃើញទេសកត់ស្លីអញ្ចឹងតាមសាច់ច្រឡកអញ្ចឹងណានេះសកត់រៀងមកល្មមមកយើងកុំខ្លាំងពេកកុំតិចពេកមួមមកនេះដែលយើងមានបញ្ហាហ្នឹងឲ្យមកល្មមដល់គ្នាត្រឹមបានអញ្ចឹងយើងសកត់ស្លីអញ្ចឹងកត់ស្លីទៅឡើងរហូតដល់លើអញ្ចឹងហើយមកខាងទៀតយើងស្លីទាំងសងខាងនេះទីឡើងលើចុះក្រោមឡើងលើចុះក្រោមរហូតមកដល់សាច់តាគៀកនេះអញ្ចឹងយើងស្លីតែសាច់ចកេះនេះយើងសាច់តាគៀកចកេះនេះស្លីនឹងខ្លាំងតិចទៅអញ្ចឹងតាមសាច់ច្រឡកនឹងឡើងលើចុះក្រោមឡើងលើចុះក្រោមត្រឹមតែរយៈពេលទៅមកត្រឹមតែ5ដល់10នាទីអាការៈដែលយើងចុកចុងដង្ហើមហើមពោះកាងពោះមិនដើរខ្យល់ធ្វើភ្លាមបាត់ភ្លាមណាបាទធ្វើភ្លាមបាត់ភ្លាមត្រឹមរយៈពេលតែ5-10នាទីឯងបាទសូមអរគុណ